ថ្ងៃមួយប្រពន្ធដើរផ្សារឃើញអាវស្អាតក៏ទិញអាវនោះឲ្យប្តីត្រឡប់ទៅដល់ផ្ទះវិញក៏ប្រញាប់យកអាវនោះមកបង្ហាញប្តីតែប្តីបែរជាមួម៉ៅហើយនិយាយឲ្យប្រពន្ធថាមិនចេះសន្សំសំចៃសោះអាវមានពេញទូហើយទៅទិញមកថែមទៀតធ្វើអីប្រពន្ធមិនបានតបតអ្វីទាំងអស់ក៏យកអាវនោះដាក់ក្នុងថង់ទុកវិញពេលញ៉ាំបាយល្ងាចប្រពន្ធនិយាយទៅកាន់ប្តីថាស្អែកបងជូនអូនទៅលេងម្ដាយនៅឯស្រុកបន្តិចបានទេប្តីបានឆ្លើយទាំងអារម្មណ៍មិនទាន់ល្អថាចុងសប្តាហ៍នេះបងរវល់ណាស់អូនជិះឡានក្រុងទៅខ្លួនឯងទៅពេលប្តីចេញពីធ្វើការហើយបើកឡានត្រឡប់មកផ្ទះវិញគាត់បានឃើញរថយន្តក្រុងដឹកអ្នកដំណើរមួយក្រឡាប់នៅក្បែរប្រឡាយគាត់ចាំបានថាឡានក្រុងនេះហើយជាឡានដែលប្រពន្ធគាត់ចំណាំតែជិះទៅស្រុកគាត់ក៏ចតរថយន្តហើយរត់ចុះមកមើលឃើញមនុស្សរងរបួសដេកត្រៀបត្រាពេញផ្លូវពោពេញដោយឈាមប្តីក៏ស្រែកថាឯណាប្រពន្ធខ្ញុំគាត់ដើររកយ៉ាងណាក៏រកមិនឃើញដែរបានត្រឹមតែនិយាយម្នាក់ឯងថាពុទ្ធោប្រពន្ធខ្ញុំអូននៅទីណាទោះបីជាគាត់ខំរកយ៉ាងណាក៏រកមិនឃើញគាត់អស់កម្លាំងជាខ្លាំងក៏សម្រេចចិត្តត្រឡប់ទៅផ្ទះវិញទាំងក្តីតក់ស្លុតនិងមិនអស់ចិត្តមកដល់ផ្ទះបើកទ្វារមកគាត់ឃើញប្រពន្ធរបស់គាត់កំពុងអង្គុយចាត់បន្លែធ្វើម្ហូបទឹកភ្នែករបស់គាត់ក៏ស្រក់ចុះមករួចសួរប្រពន្ធថាក្រែងអូនប្រាប់ថាអូនទៅលេងម្ដាយនៅឯស្រុកនោះអីប្រពន្ធក៏តបថាខ្ញុំទៅតាបងតែខ្ញុំទៅមិនទាន់ឡានក្រុងរវល់តែទៅសុំអ្នកលក់ដូរអាវយកលុយមកវិញទម្រាំតែគេព្រមឡានក៏ចេញចោលបាត់ពីចឹងហើយខ្ញុំគិតថាចាំអាទិត្យក្រោយទៅចាំទៅលេងម៉ាក់បុរសជាប្តីឮដូច្នេះក៏ស្ទុះទៅឲ្យប្រពន្ធរបស់ខ្លួនរួចនិយាយថាឲ្យបងសុំទោសប្រពន្ធសម្លាញ់ក្រោយពេលអានរឿងនេះហើយពីដំបូងអារម្មណ៍របស់យើងពិតជាសោកស្ដាយនៅកំហុសដែលស្វាមីបានធ្វើលុះចុងក្រោយអារម្មណ៍របស់យើងក៏ធូរស្រាលដោយសារតែភាពចៃដន្យបានប្រែក្លាយស្ថានភាពមកល្អប្រសើរវិញប៉ុន្តែនៅក្នុងជីវិតពិតរបស់យើងវិញភាពចៃដន្យដ៏កម្របែបនេះវាពិបាកនឹងជួបខ្លាំងណាស់អ្វីដែលយើងគួរធ្វើគឺគិតឲ្យបានល្អិតល្អន់មុននឹងបណ្ដោយឲ្យស្ថានភាពអាចคล้ายទៅជារឿងអាក្រក់បានរបស់ខ្លះទម្រាំតែដឹងពីតម្លៃរបស់វាបានបាត់បង់ទៅហើយធ្លាប់ទេពេលខ្លះខឹងគ្នាឆ្លោះគ្នាហើយមិននិយាយរកគ្នាធ្វើហើយដាក់គ្នាជីវិតមិនទៀងទាត់ទេរឿងតិចតួចបើលើកលែងឲ្យគ្នាបានលើកលែងទៅស្រឡាញ់គ្នាឲ្យច្រើនទាន់នៅមានដង្ហើមនៅមានពេលវេលាអត្ថបទនេះដែរខ្ញុំដកស្រង់ចេញពីសៀវភៅកូនសិស្សជីវិតភាគទី3សៀវភៅនេះមាន3ភាគភាគទី1ទី2និងទី3សៀវភៅនេះជាប្រភេទសៀវភៅបែបលើកទឹកចិត្តនិងជួយឲ្យយើងចេះគិតពិចារណាល្អស័ក្តិសមសម្រាប់បងប្អូនដែលជួបបញ្ហាច្រើននៅក្នុងជីវិតឬក៏គាត់កំពុងតែបាក់ទឹកចិត្តជាដើមសង្ឃឹមថាអត្ថបទដែលខ្ញុំបានលើកយកមកបង្ហាញត្រួសជូនបងប្អូនទាំងអស់គ្នានេះនឹងធ្វើឲ្យបងប្អូនមានចំណាប់អារម្មណ៍ចង់អានសៀវភៅនេះបន្ថែមសូមអរគុណបងប្អូនទាំងអស់គ្នាចំពោះការចំណាយពេលវេលាស្ដាប់វីដេអូមួយនេះតាំងពីដើមរហូតដល់ចប់កុំភ្លេចជួយចុច like និងចែករំលែកម្នាក់មួយផងបើបងប្អូនយល់ថាវីដេអូមួយនេះមានប្រយោជន៍ហើយបើបងប្អូនមិនទាន់បាន follow និង subscribe channel របស់ខ្ញុំទេក៏សូមជួយចុច follow page និង subscribe channel របស់ខ្ញុំម្នាក់មួយផង